ចាសួស្តីនាងខ្ញុំតាន់បណ្ឌិតសុខយីថ្ងៃនេះនាងខ្ញុំនឹងបកស្រាយចម្ងល់ដែលបងប្អូនទាំងអស់គ្នាតែងតែព្រួយបារម្ភថាតើ dental implant ឬមួយក៏ការដាំបង្គោលក្នុងឆ្អឹងហ្នឹងគឺជាអ្វីចាទីមួយគឺគាត់បារម្ភថាតើ dental implant ហ្នឹងធ្វើពីលោហៈធាតុអ្វីដែរមានប៉ះពាល់ដល់សុខភាពដែរឬទេទីពីរគាត់ព្រួយបារម្ភថាតើមានការឈឺចាប់ដែរឬអត់ចំណែកទី3វិញអត្រានៃការជោគជ័យរបស់ dental implant ហ្នឹងមានសភាពដូចម្តេចដែរការប្រើប្រាស់ហ្នឹងបានល្អដូចធ្មេញធម្មជាតិដែរឬទេហើយនឹងចំណុចទី4គឺបញ្ហាតម្លៃចាវាមានតម្លៃខ្ពស់ឬមួយក៏យ៉ាងណាអញ្ចឹងដោយសារតែថ្ងៃនេះខ្ញុំមានអ្នកជំងឺក្នុងការដែលធ្វើ dental implant នឹងល្មមចាអញ្ចឹងដើម្បីបកស្រាយនៅចម្ងល់ហើយនឹងកុំឲ្យបងប្អូននៅមានការភ័យខ្លាចអំពីដូចម្តេចដែលគេហៅថា dental implant នឹងទៀតតោះទៅមើលការដាំបង្គោលធ្មេញក្នុងឆ្អឹងនឹងជាមួយនឹងខ្ញុំ